Hello everyone ចាសួស្តីបងប្អូនគ្នាស្វាគមន៍មកកាន់ channel របស់ខ្ញុំថ្ងៃនេះខ្ញុំមានលំហាត់ប្រាណខ្ញុំមកចែកជូនបងប្អូនគ្នាតាក់ទងនឹងការហាត់សម្រកខ្លាញ់ក្បាលពោះចាអញ្ចឹងសម្រាប់លំហាត់ប្រាណនេះបងប្អូនដែលមានក្បាលពោះធំៗក្បាលពោះម៉ាប់ចាសម្រកពោះធំខ្លាញ់យាយផ្នែកខាងក្រោមនេះបងប្អូនចូលមកហាត់តាមលំហាត់ប្រាណនេះវាជួយសម្រកខ្លាញ់ក្បាលពោះបងប្អូនចាដុតខ្លាញ់ដែលអាក្រក់នៅតំបន់ក្បាលពោះហ្នឹងឲ្យស្វិតរៀបស្មើគ្មានខ្លាញ់ក្បាលពោះហើយចេញឡាញចកេះគេហៅថាចកេះទូចតាគៀកសាយក្បាលពោះរៀបស្មើចេញឡាញស៊ីណាបងប្អូនក្បាច់ទាំងនេះគឺល្អខ្លាំងមែនទែនសម្រាប់បងប្អូនដែលមានក្បាលពោះធំហ្នឹងហើយអញ្ចឹងសម្រាប់បងប្អូនចាអើយលំហាត់នេះគឺងាយស្រួលបងប្អូនអាចហាត់បានតែដោយខ្លួនឯងចាអត់ប្រើឧបករណ៍អីច្រើនបងប្អូនមានតែ space មួយកន្លែងនៅក្នុងផ្ទះបងប្អូនអាចហាត់បានចាអាចសម្រកយករៀងស្អាតបានដែរណាបងប្អូនចាហើយមួយទៀតបងប្អូនតើតើនឹងការហាត់ប្រាណបងប្អូនហាត់ហើយបងប្អូនគួរតែបដូររបបអាហារចាំបាច់ត្រូវតែបដូររបបអាហារទៅបងប្អូនទទួលបានផលលឿនបានផលទាន់ចិត្តបងប្អូនចាអញ្ចឹងបងប្អូនហាត់ហើយបងប្អូនញ៉ាំច្រើនបងប្អូនអត់ស្រកគីឡូទេហើយក្បាលពោះក៏នៅតែធំដែរណាចាអញ្ចឹងបងប្អូនបដូររបបអាហារបានតាមទៅបងប្អូននឹងទទួលបានផលលឿនទាន់ចិត្តបានរៀងក្នុងក្តីសម័យណាបងប្អូនតែឥឡូវកុំឲ្យខាត់ពេកយូរយើងចូលទៅមើលហើយអនុវត្តហាត់ជាមួយខ្ញុំទាំងអស់គ្នាណា Let's go អូខេសម្រាប់លំហាត់ប្រាណទី1បងប្អូនគេលើក្រាបបែបនេះណាហើយបងប្អូនយកដៃត្រោក្បាលហើយជើងយើងគឺយើងបោះអុកជង្គង់យើងជាមួយនឹងកែងដៃណាអូខេតោះយើងចាប់ផ្ដើម Are you ready 4 3 2 1ចូលដល់លំហាត់ទី2ចាបងប្អូនក្រាបបែបនេះហើយដៃយើងគឺដាក់អោបគ្នាបែបនេះណាហើយយើងព្យាយាមឆ្អើតជើងយើងឡើងហើយយើងបវល់តាគៀករបស់យើងណាអូខេតោះ4 3 2 1សម្រាប់ក្បាច់ទី3បងប្អូនគេងមកលើកាមេរ៉ាបែបនេះដៃយើងដាក់ស្របជាមួយនឹងដងខ្លួនហើយយើងព្យាយាមបោះជើងយើងឡើងបែបនេះណាហើយយើងអត់តម្លាក់ចោលទេគឺយើងបើបោះអញ្ចឹងរហូតអូខេតា4 3 2 1ចូលដល់ក្បាច់ទី4ចាបងប្អូនអង្គុយបើកជើងយ៉ាងធំហើយយើងគេងហើយយើងប្រឹងលើក
แบบนี้ไหมตาบนใบปีหมดมาตีแปรมจากบอกโอนเกยมาเลยกำราแบบนี้นะให้ยังจะเยี่ยมดัดได้เยอะบอกหลังเลยจ้ะให้บอกเชิงเชฟโอเคต่อบนใบปีหมดใบตีผมไว้จากบางโอนน่ะครูยังบอกแบบนี้เจิงยังแทะมวยให้ยังใส่คอเลยโอเคตาบนใบปีหมวยโจดอกใบติมเปิ้ลจ้ะบางโอนเกยมาเลยกำราแบบนั้นบางโอนเจอยังบ้านหลังเลยได้ยังโดยแค่นี้นะให้ยังจะเจอยังจะมวยไปให้ยังเชียยังเงือบโอเคไปบนใบไปมวย
ចូលដល់ក្បាច់ទី8ចាបងប្អូនអង្គុយបែបហ្នឹងហើយដៃយើងមករកតាគៀកណាហើយយើងចាបោះជើងយើងទៅមុខទៅឆ្វេងទៅស្ដាំហើយយើងបើកមួយអូខេតោះ4 3 2 1ចូលដល់ក្បាច់ទី9ចាបងប្អូនដាក់ដៃយើងមកបែបនេះជើងយើងឆ្អើតណាហើយយើងព្យាយាមចាដោះជើងយើងចេញសងខាងអូខេតោះចាប់ផ្ដើម4 3 2 1អូខេចូលដល់ក្បាច់ទី10ចាបងប្អូនគេងមកលើកាមេរ៉ាបែបនេះទៀតហើយដៃយើងចាជើងយើងអង្គុញណាដៃយើងមកមុខហើយព្យាយាមភូកោយ៉ាងឡើងធ្វើ1 2 3អូខេតោះយើងចាប់ផ្ដើម4 3 2 1ក្បាច់ទី11ចាបងប្អូនដាក់ខ្លួនយើងមកបែបនេះហើយជង្គង់យើងគឺបញ្ចុចបែបនេះតែឲ្យដល់ការ៉ូណាបងប្អូនចាហើយព្យាយាមចាបោះជង្គង់ឆ្វេងលើកដៃស្ដាំបោះជង្គង់ស្ដាំលើកដៃឆ្វេងអូខេតា4 3 2 1
គ្នាឥឡូវចូលដល់លំហាត់ប្រាណទី12គឺជាលំហាត់ចុងក្រោយបងស៊ូទាំងអស់គ្នាណាចាប់ដល់មកចុងក្រោយហើយចាបងប្អូនគេមកលើកាមេរ៉ាហើយបងប្អូនដាក់ដៃស្របជាមួយនឹងដងខ្លួនហើយជើងយើងដាក់ឲ្យត្រង់បែបនេះណាហើយយើងបោះឡើងចុះក្រោមឡើងលើអូខេតោះ4 3 2 1អូខេ Oh my god អូខេបងប្អូនគ្នាលំហាត់ប្រាណរបស់យើងបានដល់ទីបញ្ចប់បងប្អូនគ្នាបាច់ញើសចូលខ្លួនហើយមានអារម្មណ៍ក្តៅក្បាលពោះតែម្ដងបងប្អូនល្អខ្លាំងតែម្ដងណាចាបងប្អូនគ្នាសម្រាប់បងប្អូនចង់បានក្បាលពោះរាបស្មើចាកេះតូចតាគៀកសាយចាក្បាលពោះចេញឡាយបែបស៊ីណាបងប្អូនកុំរំលងជាមួយនឹងក្បាច់នេះគឺថាល្អខ្លាំងតែម្ដងហ្នឹងហើយអញ្ចឹងសម្រាប់បងគិតថាវីដេអូរបស់ខ្ញុំមានអត្ថប្រយោជន៍សម្រាប់បងប្អូនគ្នាកុំភ្លេចចូលទៅជួយចុច like subscribe វីដេអូ channel របស់ខ្ញុំម្នាក់មួយផងណាដើម្បីខ្ញុំមានកម្លាំងចិត្តបន្តវីដេអូថ្មីៗជូនបងប្អូនគ្នាណាអូខេអរគុណចាស់បាយបាយ see you in the next video